វីដេអូមីឆានេះបងប្អូនតាំងថ្ងៃចូលឆ្នាំទី2តែមិនតនេបានកាត់បញ្ចូលសលេងបងប្អូនឲ្យរវល់ពេករវល់នេះមានរវល់អីទេបងប្អូនរវល់ចេញកឡុកទីក្រុងរវល់ផឹករវល់ស៊ីអីហ្នឹងណាទៅបីដាសាហ្នឹងបងប្អូនក៏ស្ងាត់ជ្រាបដែរដឹងថាទិញអីមានទិញសកោយកមកឆាមួយខាត់ណាមកដោយសារឃើញខាត់ណានេះវាល្អឲ្យធូរថ្លៃទៀតចឹងណាយើងឆាយើងហាន់សកោឲ្យហើយសម្រាប់បងប្អូនតបមកខាត់ណានេះយើងយកវាទៅសោះសិនណាដើម្បីពេលឆាទៅវាឆ្អិនស្មើគ្នាយើងសោះដើមផ្សេងយើងសោះស្លឹកផ្សេងណាបងប្អូនបន្ទាប់ពីសោះវារួចហើយបងប្អូនយើងលីងខ្ទឹមឲ្យឈ្ងុយសិនមកចាំយើងដាក់សកោរបស់យើងហ្នឹងដែលហាន់ហើយមិញហ្នឹងចូលទៅយើងឆាសកោមកត្រឡប់ពីត្រឡប់បងប្អូនចាំយើងដាក់ម្សៅស៊ុបស្ករសចូលណាកុំឆាយូរពេកតែឆាយូរពេកគឺរឹងសកោពីឆាខ្វះហាត់បានណាបងប្អូនគឺប្រេងខ្យងបានដាក់ប្រេងខ្យងទៅមីយើងកាន់តែខាប់ឆ្ងាញ់ទៀតដោយសារអីដោយសារខ្ញុំអត់ប្រើម្សៅឆាអញ្ចឹងណាបងប្អូនខ្ញុំបន្ថែមវាជាមួយការ៉ុតដែរបងប្អូនដើម្បីឲ្យពណ៌ឆាមីរបស់ខ្ញុំនឹងវាកាន់តែស្អាតអញ្ចឹងណាបន្លែយើងស្រស់ឆ្អិនណាបងប្អូនយើងឆាមកត្រឡប់ពីត្រឡប់ទៅចូលជាតិនេះទៅយើងចាក់មីឆាយើងនឹងចូលទៅមកសម្រាប់មីគីឡូយើងនេះវិញវាកាន់តែងាយស្រួលឆាទៀតគ្រាន់តែដាក់ចូលកូរឲ្យសព្វគ្រឿងចូលគ្នាហើយគឺបិទភ្លើងយកហ្មងស្លឹកវិញខ្ញុំដាក់ចុងក្រោយគេហ្មងបងប្អូនដើម្បីកុំឲ្យវាឆ្អិនជ្រុលពេកអញ្ចឹងណាមីឆានេះហ่าបងប្អូនឆាតែមួយផ្លែតឆ្អិនហ្មងដោយសារអីបន្លែក៏យើងស្រស់រួចមីនឹងក៏វាដូចឆ្អិនស្រាប់ហើយដែរមីគីឡូហ្នឹងណារៀបញ៉ាំបងប្អូនបន្ថែមតែពងមាន់មកគ្រាប់ទៀតមកអូយ best in the world ហ្មងហើយបើសិនជាបងប្អូនចូលចិត្តហឹលបងប្អូនបន្ថែមវាជាមួយម្ទេសឆាទៀតកាន់តែកប់សេរីហ្មងបងប្អូនវីដេអូមីឆាបានចប់ហើយបងប្អូនស្រឡាញ់ចូលចិត្តជួយ like ជួយ share follow page អ្នកមួយផងណាអរគុណបាយបាយជម្រាបលា